បាទជំរាបសួរក៏ដូចជាសួស្តីទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីហើយថ្ងៃនេះផងដែរគឺខ្ញុំមានប្រធានបទថ្មីមួយទៀតដែលខ្ញុំចង់មកចែករំលែកជូនទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាហើយប្រធានបទរបស់យើងថ្ងៃនេះគឺពាក់ព័ន្ធទៅនឹងចំណេះដឹងកសិកម្មដដែលហើយប្រធានបទរបស់យើងថ្ងៃនេះគឺយើងនិយាយអំពីទម្រង់របស់ថ្នាំពុលកសិកម្មជាទូទៅថ្នាំពុលរបស់កសិកម្មវាមានទម្រង់3ប្រភេទដែលមានលក់នៅលើទីផ្សារហើយក៏ជាទម្រង់ដែលពេញនិយមវាមាន3ទម្រង់ទាំងអស់ទី1ហ្នឹងគឺទម្រង់ទឹកហើយទី2ហ្នឹងគឺប្រភេទម្សៅហើយទី3ហ្នឹងគឺប្រភេទម្សៅដែរប៉ុន្តែក្របបើពពួកទម្រង់ទី2នេះម្សៅប៉ុន្តែពពួកម្សៅម៉ត់នៅពេលដែលពុកម៉ែបងប្អូនទាំងអស់គ្នាដឹងអំពីទម្រង់របស់ថ្នាំកសិកម្មទាំងអស់នេះគឺពុកម៉ែបងប្អូនទាំងអស់គ្នាគឺងាយស្រួលមែនទែនក្នុងការចំណាំឬក៏ស្វែងយល់អំពីប្រភេទរបស់ថ្នាំពុលនីមួយៗថាតើទម្រង់ណាវាជាទម្រង់ថ្នាំដែលក្តៅហើយទម្រង់មួយណាជាទម្រង់ថ្នាំត្រជាក់ដើម្បីនៅពេលដែលពុកម៉ែបងប្អូនទាំងអស់គ្នាដឹងទាំងអស់នេះគឺពុកម៉ែបងប្អូនទាំងអស់គ្នានឹងមិនមានការយល់ច្រឡំឬក៏មិនមានការមិនមានការយល់ច្រឡំហើយក៏មិនងាយនឹងទិញប៉ះនៅពពួកឬក៏ប្រភេទថ្នាំដែលខុសហើយពុកម៉ែបងប្អូនទាំងអស់គ្នានឹងដឹងថាទម្រង់មួយណាដែលវាប៉ះពាល់ទៅដល់ដំណាំហើយទម្រង់មួយណាដែលវាអត់ប៉ះពាល់ទៅដល់ដំណាំហើយនៅពេលដែលពុកម៉ែបងប្អូនទាំងអស់គ្នារកទិញថ្នាំទាំងអស់នេះពុកម៉ែបងប្អូនទាំងអស់គ្នាក៏ងាយស្រួលផងដែរឥឡូវយើងនិយាយអំពីទម្រង់ទឹកនេះវាមាន4ទម្រង់វាមានអឺសេនេះជាទូទៅវាជាប្រភេទទឹករាវពណ៌ដូចទឹកឃ្មុំអញ្ចឹងពណ៌លឿងហើយវាមានប្រភេទថ្នាំខ្លះទៀតទឹកខាប់ហើយភាគច្រើនថ្នាំដែលមានទម្រង់អឺសេវាជាប្រភេទថ្នាំដែលក្តៅហើយវាអាចនឹងប៉ះពាល់ទៅដល់ដំណាំនៅពេលដែលយើងប្រើប្រាស់នៅដំណាក់កាលពេលដែលស្រូវផើមឬក៏ស្រូវហាលផ្កាអីជាដើមហើយទម្រង់បន្តទៀតនេះគឺទម្រង់អេសេវាជាប្រភេទទឹកខាប់ទឹកពណ៌សដូចទឹកដោះគោអញ្ចឹងហើយវាជាប្រភេទថ្នាំត្រជាក់ហើយជាទូទៅអេសេនេះពេលដែលយើងប្រើវាអត់មានការប៉ះពាល់ទៅដល់ដំណាំនោះទេហើយពុកម៉ែបងប្អូនទាំងអស់គ្នាអាចប្រើបានគ្រប់ដំណាក់កាលនៅលើដំណាំស្រូវពីព្រោះអីវាជាប្រភេទថ្នាំត្រជាក់ហើយ SL វាជាប្រភេទថ្នាំទឹករាវដែរហើយក៏ជាប្រភេទថ្នាំត្រជាក់ដូចSC ដូចគ្នាហើយចំពោះការប្រើប្រាស់របស់វាគឺយើងអាចប្រើប្រាស់បានគ្រប់ដំណាក់កាលរបស់ដំណាំយើងអាចប្រើប្រាស់ទៅវាមិនមានការប៉ះពាល់ទៅដល់ដំណាំនោះទេហើយមួយទៀតទម្រង់ EW នេះវាជាប្រភេទប្រេងជាទូទៅដូចជាពពួកប្រេងជំរាបដែលយើងប្រើប្រាស់ដើម្បីលាយជាមួយនឹងថ្នាំដង្កូវឬក៏ជីបំប៉នដែលយើងលាយទៅដើម្បីបង្កើនប្រសិទ្ធភាពថ្នាំដើម្បីឲ្យថ្នាំជាប់បានយូរនៅលើដំណាំហ្នឹងវាមានទម្រង់ EW ហើយវាជាប្រភេទថ្នាំត្រជាក់ពេលយើងប្រើប្រាស់ទៅក៏វាមិនមានការប៉ះពាល់នោះផងដែរហើយឥឡូវយើងចូលដល់ទម្រង់ម្សៅ powder វាមានទម្រង់2ចំពោះម្សៅអានេះយើងនិយាយពីម្សៅម៉ត់ WP នេះវាជាប្រភេទម្សៅស្ងួតក៏ប៉ុន្តែបើនិយាយអំពីការរលាយក្នុងទឹកពេលយើងកូរពេលយើងប្រើប្រាស់ហ្នឹងគឺវាមិនងាយរលាយក្នុងទឹកនោះទេហើយចំពោះ SP វាជាប្រភេទម្សៅដូចគ្នាហើយប៉ុន្តែវាឆាប់រលាយជាង WP ពីព្រោះអីម្សៅនេះវាម្សៅម៉ត់ហើយវាពេលយើងប្រើប្រាស់ទៅក៏វាមិនមានការប៉ះពាល់ទៅដល់ដំណាំនោះទេចំពោះទម្រង់ម្សៅទាំងពីរនេះដូចជា WP ហើយនិង SP ហ្នឹងហើយទម្រង់ថ្នាំទាំងអស់នេះគឺជាប្រភេទថ្នាំដែលពុកម៉ែបងប្អូនទាំងអស់គ្នាតែងតែប្រើប្រាស់សពថ្ងៃនៅលើទីផ្សារហ្នឹងហើយ
សរុបមកទម្រង់ថ្នាំទាំងអស់នេះមានតែប្រភេទ ERC នោះទេដែលជាប្រភេទថ្នាំក្តៅហើយពុកម៉ែបងប្អូនទាំងអស់គ្នានៅពេលដែលប្រើប្រាស់ត្រូវតែមានការប្រុងប្រយ័ត្នពីព្រោះអីវាប្រភេទថ្នាំក្តៅពេលយើងបាញ់ឬក៏យើងប្រើប្រាស់លើថ្នាំវាអាចនឹងមានការប៉ះពាល់ជាពិសេសហ្នឹងគឺនៅដំណាក់កាលដែលស្រូវហាលផ្កាឬក៏ស្រូវផើមហ្នឹងគឺយើងបាញ់ទៅវាអាចមានផលប៉ះពាល់ខ្លាំងទៅដល់ដំណាំតែបើថាយើងប្រើប្រាស់នៅដំណាក់កាលពេលដែលស្រូវតូចខ្ទង់អាយុ20ថ្ងៃឬក៏10ថ្ងៃជាងឬក៏ស្រូវមួយខែហ្នឹងអាហ្នឹងវាអត់មានការប៉ះពាល់អីនោះទេហើយទាំងអស់នេះគឺជាទម្រង់របស់ថ្នាំកសិកម្មដែលពុកម៉ែបងប្អូនទាំងអស់គ្នាតែងតែជួបប្រទះឬក៏ឃើញនៅតាមការលក់នៅតាមតំណាងដេប៉ូចែកចាយជីថ្នាំកសិកម្មហើយទម្រង់ថ្នាំទាំងអស់នេះពុកម៉ែបងប្អូនទាំងអស់គ្នាតែងតែឃើញនៅចិត្តធាតុសកម្មថ្នាំនៅលើដបថ្នាំនីមួយៗហ្នឹងហើយក៏សូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានតាមដានរហូតមកដល់ពីដើមរហូតដល់ចប់បាទសូមអរគុណ